Ok, so đây nè tầng học này chẳng đi cứ chia video đặc biệt này ca tên vô QR code đâm bây vô tới scan cho thua cả hai năng đặc biệt này ca cài rồi dạ chấm hai để ai bốc lực scan bạn chẳng chỉ từ bố này tầng học này còn là cho một căn system hai cho làรูป profile rồi mới có chung mộtក្រុមហ៊ុនរបស់អ្នកទាំងអស់គ្នានៅខាងលើនេះមកបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញតម្រងបែបនេះហើយអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ print QR code សម្រាប់សាខាមួយណាបាទចូលថាសម្រាប់សាខា demo ចុះអញ្ចឹងចុចអារូបពណ៌លឿងនេះមួយមកបាទ print មកអូខេបាទអញ្ចឹងនេះគឺជា QR code ដែលអ្នកទាំងអស់គ្នាអាចធ្វើការ print បានហើយបិទនៅមុខការិយាល័យរបស់អ្នកទាំងអស់គ្នាបាទបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាចង់កែរយៈចម្ងាយដែលអាចឲ្យបុគ្គលិក scan បានអញ្ចឹងចុចរូបខ្មៅដៃនេះមួយមកអញ្ចឹងនៅកន្លែងនេះគឺដាក់ពាក្យថា distance អញ្ចឹង distance ហ្នឹងអ្នកទាំងអស់គ្នាកែមកបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដាក់ 100 ម៉ែត្រដាក់ 100 ម៉ែត្រមកបាទអញ្ចឹងចុច cell change មកគឺបានហើយហើយចុចពាក្យថា cell change ម្ដងទៀតនៅខាងលើនេះមកគឺបានហើយ